ពងតែកើតមានបញ្ហាការធ្លាក់โซមកលក្ខណៈឆាតស្ថានធ្លាក់โซមកលក្ខណៈខាប់រាវកកដុំស្អិតលីឡំជាមួយនឹងការរមាស់ក្តៅកាហាយស្ងួតទ្វាមាសពិបាកក្នុងការរស់នៅជាមួយគ្រួសារពេលដែលបងប្អូនរស់នៅជាមួយគ្រួសារម្ដងចេះតែមានអារម្មណ៍ថាក្តៅកាហាយផ្សាបាត់បង់ចំណងអារម្មណ៍មានបញ្ហានេះយូរហើយធ្លាប់បានស្វែងរកដំណោះស្រាយអស់ច្រើនហើយមិនបានផលថ្ងៃនេះនាងខ្ញុំសូមណែនាំ Mindfulness ឲ្យបងប្អូនយកទៅប្រើប្រាស់ដោយសារតែពាក់ព័ន្ធចំពោះផលិតផល Mindfulness នេះគឺល្អមែនទែនបងប្អូនសម្រាប់បងប្អូនស្ត្រីដែលកំពុងតែមានបញ្ហាដោយដែលនាងខ្ញុំរៀបរាប់មុននេះបន្តិចបងប្អូនអាចយក Mindfulness ទៅប្រើប្រាស់បានពិតជាមិនខុសបំណងទេហេតុអីបានជានាងខ្ញុំហ៊ាននិយាយថាមិនខុសបំណងដោយសារតែ Mindfulness នេះគឺមានបងប្អូនស្ត្រីជាច្រើនដែលគាត់បានយកទៅប្រើប្រាស់ហើយទទួលបានផលពិតបើសិនជាបងប្អូនចង់ដឹងថា Mindfulness នេះល្អយ៉ាងណា